ស្ដីបងប្អូនចូលដល់រដូវដាំបន្លែបកាវិញទៀតហើយឥឡូវខ្ញុំមកបង្ហាញបងប្អូនពីបន្លែខ្លះៗនៅក្រោយផ្ទះរបស់ខ្ញុំឥឡូវគឺខ្ញុំកំពុងតែដាក់ដាំត្រកួននេះបងប្អូនអើយនេះចូលដល់រដូវដើមឈើចេញផ្លែផ្កាហើយមកម្ទេសអីខ្ញុំម្នាក់បងប្អូនម្ទេសនេះគឺខ្ញុំបានដាំតាំងពីឆ្នាំមុនហើយឥឡូវហ្នឹងគឺវាចេញផ្កាមកវិញហើយអត់ងាប់ទេនេះដើមល្ហុងខែត្រជាក់យើងយកចូលផ្ទះគឺអត់ងាប់ទេនេះដែរគឺជីនាងវងបងប្អូនជីនាងវងល្អដល់ហើយនេះលាស់ឡើងខ្ចីនេះគឺបន្លែខ្លះបងប្អូននេះខ្ញុំមិនតាន់បានយកទៅដាំទេដោយសារខ្ញុំយកទៅដាំខ្ញុំខ្លាចតែវាខ្យងវាស៊ីដោយសារខ្យងនៅស្រុកបារាំងនេះសម្បូរមែនទែនបងប្អូនអើយខ្យងហើយទៅដាក់មកដើមឈើណារៀងតូចល្មមហ្នឹងល្មមខ្យងគាត់ឆៃតែមកយប់ហ្នឹងគឺអស់ហ្មងស៊ីសល់ទៅដីទៅទេក៏មានដែរហើយល្ពៅបងប្អូនល្ពៅតន់យកដាក់ដាំទេចាំដើមរៀងចាស់បន្តិចព្រោះខ្យងវាស៊ីនេះមានដើមកញ្ឆាយមានស្បៃរឿងមានពីរដើមទេសុំពីចរូនមួយខ្ញុំមកហើយនេះសាឡាត់ខ្ញុំដាក់ដាំនឹងដីម្ដងបងប្អូនតែខ្យងមិនដឹងអីមិនដឹងទេមកស៊ីអស់លេងសល់តែដើមសល់តែដីទៅទេអញ្ចឹងឥឡូវខ្ញុំទិញថ្មីមកគឺខ្ញុំដាក់នៅក្នុងពោសិនឲ្យសាឡាត់នោះវាឡើងគុំធំសិនចាំយកទៅដាក់ដាំឬក៏ប្រហែលជាខ្ញុំអត់ដាក់ដាំនៅដីទេបងប្អូនខ្ញុំដាក់អញ្ចឹងតែម្ដងដោយសារសាឡាត់វាអត់ត្រូវការដីអីច្រើនដើម្បីរស់ទេហើយនេះអូឈូកខ្ញុំបងប្អូនទៅមើលឈូកខ្ញុំមាន2ផើងនៅខាងនោះមកផើងទៀតអានេះគឺជីអំបងអានេះតកូនខ្ញុំបានដាំប្រហែលថ្ងៃមុនឥឡូវគឺចាប់ផ្ដើមលាស់ហើយឯខាងនោះគឺសួនបន្លែខ្ញុំបងប្អូនខ្ញុំកំពុងតែធ្វើអត់តមានពេលធ្វើតិចខ្ញុំនឹងដាក់ជាលបងនៅជុំវិញនឹងធ្វើជាសួនបន្លែតើឥឡូវទៅមើលចិត្តអានេះគឺខ្ញុំមានផលិតបងប្អូនខ្ញុំដាក់ដាំផលិតដែរចង់សួរបងប្អូនថាបងប្អូនណាមានដែរស្គាល់ផលិតម៉ាកនេះហ៎អាចញ៉ាំបានទេបងប្អូនព្រោះនេះដើមវាធំណាហើយនេះដែរគឺឪឡឹកបងប្អូនឪឡឹករបស់ខ្ញុំល្អណាស់បងប្អូនអើយខ្ញុំស្រោចជាមួយនឹងទឹកអង្ករឬក៏ទឹកបន្លែលួយឥឡូវចាប់ផ្ដើមលាស់ហើយនេះដែរគឺដើមសេរីបងប្អូនសេឡេរីណាទៀតណាសេឡេរីដោយសារតែខ្ញុំដាំនៅផ្ទាល់ដីវាឆាប់ស្ងួតទឹកពេកអញ្ចឹងខ្ញុំដាក់ក្នុងពោវិញម្ដងនេះគឺអនោងបងប្អូនគូសេតបារាំងខ្ញុំដាំមានគូសេតចេញផ្កាព្រាតហើយខ្យងបងស៊ីទៀតណអានេះគឺម្ទេសផ្លោកអានោះដើមត្រប់ខ្ញុំដាំបានមក6ដើមពងចាប់ដើមចេញក្តឹបនេះគឺក្តាត
อันนี้คือสไปบองปอนยังเป็นสไปคลาได้แต่สื่อละอเต้ซาบ้านดอกสมัยดอกไอสื่อบ้านมาสอยตักอะยมละวลอันนี้ได้คือดำปอมบองปอนนี่คือปอมฟุยซีปอมได้ช่างจริงกี้บองปอนน่ะคลับสกอร์เลยปอมฟุยซีสักปรังปอมฟุยซีนี่คือปอมช่างจริงกี้ไอมันเต้นไปได้ตุ่มเต๋อยำดำโจจุดปนใบชะน้ำเติบแต่เจนพลายบางปอนเลยอันนี้บางปอนคือซีรีส์กลายเป็นแต่ขยมพลายเนาะสะอาดนะบางปอนเลยแต่บางแล้วซีรีส์น้องพลายตุยเตะยมทาโอ้พลายตุยจังยมนึงหอกัดเจ้าชะน้ำนึงอะชะน้ำนึงพลายตุยจังติดชะน้ำนึงยมกัดเจ้าแซ่บตาเหลือนึกก็ตุยจะพลายทมพลายชะน้ำตะบงหลังตุยอันมีซาเจแต่เลยบางปอนคณีสัตว์คลาดยำกับอะเลยคือตัวอยู่ปรังหลุดหลอดทมจึงมุนติดหนอบางปอนให้พลายให้มันตะเกียซีเต้พลายlàmสะอาดให้นักขอมดำสรีนั่นคือยมบันดำจมูกนังสู้บางปอนนี่จองไงช่างสู้นั่งมีหนังจองลังซีสลักติดนอดอยู่สู้ยมสะดำปีระเบียบยมมุ้ยยมดักขนมโถให้มุ้ยนักดำตัวđầyแต่จะมือมุ้ยน่าลูดเลือนเชียงอันนี้กุหลาบกรีดำทำมาเป่าเต้อันนี้ยมดำสรีเฟรชแมงสรีได้จะลอมเหรอเฟรชดำมาเป่าไม่ตาเบะยำเลงเช็คกันนะบางปอนเอ้ยอันนี้หอยดำตัดเติมยำแหลกโลนไปคอยปากาตัดเติมอันนี้แปลงใบจูอันนี้การนำดอกตะกูลงอบออกคล้ายอันนี้บางปอนตัวไอเนี่ยแต่ว่ายมคือตลบพลายบะดาวบางปอนน่ะมันนี่เคยยังสตาพลายได้นั่งพลายสาห้าบางปอนบางปอนมันเนี่ยมันพลายมาเมย์จ้ะอันนี้คือดาวปัวให้នៅជាមួយដើមពណ៌គឺមានដើមកងដែរបងប្អូនវាចាក់ឬមកជាមួយគ្នានោះដើមពណ៌ខាងនោះកងខាងនេះកងហ្នឹងគឺខ្វិតបារាំងនេះបងប្អូនផ្លែនៅចុងអានេះមកទ្រលប់ខ្ញុំដល់ហើយទ្រលប់បងប្អូនអូយផ្លែសម្រាប់ដើមហ្មងដើមទូចមួយឯនោះមួយដើមឡើងទូចមួយហើយផ្លែឡើងនេះជីរបស់ខ្ញុំល្អហើយបងប្អូនជីពងទាកូនខ្ញុំចូលចិត្តជីពងទាកូនណាอันนี้ជីថ្ពាល់ត្រីជីអស់ហ្នឹងវារត់តែមកលុបទេចឹងខ្ញុំដាក់វានៅមកលុបអានេះស្លឹកចេកដើមចេកល្អដើមប៉ោមព្រៃបងប្អូននេះក្រូចសើច
ប៉ោមព្រៃខ្ញុំចូលចិត្តដាំប៉ោមព្រៃដោយសារវាផ្លែវាឆ្ងាញ់ដូចកទួតអានេះគឺសេរីចិននេះត្រប់មានដាក់អាពោមាននឹងដើមខ្ញុំចង់សាកដាំនឹងពោខ្លះនឹងដីខ្លះចង់ដឹងថាមួយណាវានឹងបានផលល្អជាងនោះការ៉ុតបងប្អូនខ្ញុំញ៉ាំខ្ញុំទិញពីផ្សារមកនៅសក់ចិត្តញ៉ាំហើយនៅសល់ក្បាលវាខ្ញុំយកមកដោតដីលើវាដុះអានេះប៉ោមព្រៃបងប្អូនឆ្ងាញ់ណាស់ប៉ោមព្រៃនេះផ្លែទៅវាប៉ុនធំជាងមេដៃចិត្តប៉ុនមេជើងហើយវាពណ៌លឿងតែឆ្ងាញ់រសជាតិដូចបត្រាបន្តិចកទួតតិចអានេះគឺមកអមបងប្អូនអើយមកអមមេឃអត់សូវក្តៅខ្លាំងណាចឹងអត់សូវលាស់ទេរាល់ឆ្នាំខ្ញុំដាំមកអមល្អឆ្នាំនេះអត់សូវល្អហើយនៅមុនមិនសូវបានថែគ្នានេះពេញប៉ោះបេះដូងគោកុកដបឺសចេញដល់ហើយតំណាំក្រោយផ្ទះដាំមុខតិចហ្នឹងបងប្អូនអើយដើម្បីជាពិសេសឈូកខ្ញុំស្រឡាញ់ផ្កាឈូកណាអូលេចឲ្យបងប្អូនមើលខ្ញុំមានដើមនេះដើមផ្កាកដោបអាហ្នឹងគឺដូចផ្កាស្នោយើងស្រុកខ្មែរបេះបិទហ្នឹងបងប្អូនដូចផ្កាស្នោបេះបិទរសជាតិក៏នៅខុសតែពណ៌ឯងអានេះញ៉ាំបានទាំងស្លឹកញ៉ាំបានទាំងផ្កាហើយឈូកខ្ញុំលោះហើយអត់ទាន់បានផលអីលើសហ្នឹងឯងបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតទៅពេលដែលតំណាំខ្ញុំលូតលាស់ជាងហ្នឹងចាំខ្ញុំថតវីដេអូចែកជូនបងប្អូនមើលលេងកម្សាន្តម្ដងទៀតបាយជួបគ្នាវីដេអូក្រោយទៀត